Receive the message of truth. Khmer language. ប្រសិនបើអ្នករាល់គ្នាជាគ្រីស្ទសាសនិកដូចដែលគេគិតថាខ្លួនមានព្រះយេស៊ូវនឹងហៅអ្នកថាកបងប្អូនកហេព្រើរ 2:11 ត្បិតព្រះអង្គដែលញែកជាបរិសុទ្ធនិងអស់អ្នកដែលបានញែកជាបរិសុទ្ធនោះសុទ្ធតែជាមនុស្សតែមួយប៉ុណ្ណោះដោយហេតុនេះហើយបានជាទ្រង់មិនអៀនខ្មាស់ក្នុងការហៅពួកគេថាជាបងប្អូនគ្រីស្ទបរិស័ទម្នាក់នឹងត្រូវបានបង្រៀនដោយព្រះវិញ្ញាណបរិសុទ្ធអ្នកនឹងដឹងការពិតអំពីគម្ពីរសញ្ញាថ្មី1កូរិនថូស 2:13 រឿងទាំងនេះយើងក៏និយាយមិនមែនជាពាក្យដែលប្រាជ្ញារបស់មនុស្សបង្រៀននោះទេប៉ុន្តែជាពាក្យដែលព្រះវិញ្ញាណបរិសុទ្ធបង្រៀនដោយប្រៀបធៀបរឿងខាងវិញ្ញាណនិងខាងវិញ្ញាណយ៉ូហាន 14:26 ប៉ុន្តែព្រះដ៏ជាជំនួយជាព្រះវិញ្ញាណបរិសុទ្ធដែលព្រះវរបតានឹងចាត់មកក្នុងនាមខ្ញុំទ្រង់នឹងបង្រៀនអ្នករាល់គ្នាគ្រប់ការទាំងអស់ហើយនាំឲ្យអ្នករាល់គ្នានឹកចាំពីគ្រប់ការទាំងអស់ដែលខ្ញុំបានប្រាប់អ្នកមនុស្សម្នាក់នឹងឆ្លងកាត់ដំណើរការរាប់ជាបរិសុទ្ធដោយព្រះវិញ្ញាណបរិសុទ្ធនិងសេចក្តីពិតយ៉ូហាន 17:19 ខ្ញុំបានញែកខ្លួនខ្ញុំជាបរិសុទ្ធដើម្បីជាប្រយោជន៍ដល់ពួកគេដើម្បីឲ្យគេបានបរិសុទ្ធដោយសេចក្តីពិតរ៉ូម 15:15 ដើម្បីខ្ញុំអាចធ្វើជាអ្នកបម្រើរបស់ព្រះយេស៊ូវគ្រីស្ទដល់សាសដទៃបម្រើដំណឹងល្អរបស់ព្រះដើម្បីឲ្យយិញបូជារបស់សាសដទៃអាចទទួលយកបានបរិសុទ្ធដោយព្រះវិញ្ញាណបរិសុទ្ធអ្នកនឹងក្លាយជាអ្នកថ្វាយបង្គំពិតយ៉ូហាន 4:23 ប៉ុន្តែពេលវេលានឹងមកដល់ហើយឥឡូវនេះគឺជាពេលដែលអ្នកថ្វាយបង្គំពិតនឹងថ្វាយបង្គំព្រះបតាដោយវិញ្ញាណនិងសេចក្តីពិតត្បិតព្រះបតាកំពុងស្វែងរកមនុស្សបែបនេះដើម្បីថ្វាយបង្គំទ្រង់ភាគច្រើនទំនងជាគ្រីស្ទបរិស័ទម្នាក់នឹងរងទុក្ខព្រោះវាជាផ្នែកមួយនៃការរាប់ជាបរិសុទ្ធ1ពេត្រុស 4:16 ប៉ុន្តែបើអ្នកណារងទុក្ខក្នុងនាមជាគ្រីស្ទសាសនិកកុំឲ្យខ្មាស់ឡើយតែត្រូវឲ្យអ្នកនោះលើកដំកើងព្រះក្នុងរឿងនេះគ្មាននរណាម្នាក់គួរអាត្មានិយមឬអួតខ្លួនឡើយភីលីព 2:2 បំពេញសេចក្តីអំណររបស់ខ្ញុំដោយការមានគំនិតដូចគ្នាមានសេចក្តីស្រឡាញ់ដូចគ្នាការមានចិត្តគំនិតតែមួយបន្ទាប់ពីដំណើរការរាប់ជាបរិសុទ្ធអ្នកក្លាយជាបរិសុទ្ធ1កូរិនថូស 5:19 ឬមួយអ្នកមិនដឹងថារូបកាយរបស់អ្នកជាព្រះវិហារនៃព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅក្នុងអ្នកដែលអ្នកបានមកពីព្រះហើយអ្នកមិនមែនជារបស់អ្នកទេ1កូរិនថូស 3:17 បើអ្នកណាធ្វើឲ្យព្រះវិហាររបស់ព្រះសៅហ្មងនោះព្រះនឹងបំផ្លាញអ្នកនោះត្បិតព្រះវិហាររបស់ព្រះជាបរិសុទ្ធជាព្រះវិហារដែលអ្នករាល់គ្នាជាអេផេសូ 2:20-22 ដោយបានសាងសង់នៅលើគ្រឹះនៃពួកសាវកនិងព្យាការីនោះព្រះយេស៊ូវគ្រីស្ទទ្រង់ផ្ទាល់ជាថ្មគោល21ដែលអគារទាំងមូលត្រូវបានបំពាក់ជាមួយគ្នាលូតលាស់ទៅជាព្រះវិហារបរិសុទ្ធនៅក្នុងព្រះម្ចាស់22ដែលអ្នកកំពុងត្រូវបានសាងសង់រួមគ្នាសម្រាប់ជាទីសក្ការៈរបស់ព្រះជាម្ចាស់នៅក្នុងព្រះវិញ្ញាណតែមនុស្សគ្រប់រូបគឺជាអ្នកជឿមិនមែនជាគ្រីស្ទបរិស័ទទេហេតុអ្វីនិកាយជាច្រើនគួរតែប្រាប់មនុស្សគ្រប់គ្នាថាមនុស្សកំពុងធ្វើអ្វីតាមវិធីរបស់គាត់គ្មាននរណាម្នាក់មានវិញ្ញាណនៃការពិតគ្រប់គ្នាឃើញព្រះផ្លូវរបស់ខ្លួនមិនយល់ផ្លូវរបស់ព្រះយេស៊ូវគ្រូកង្វល់និងអ្នកដឹកនាំកំពុងឈរនៅមុខក្រុមជំនុំរបស់ពួកគេហើយខ្លួនឯងថាជាគ្រីស្ទបរិស័ទហើយក្រុមជំនុំរបស់ពួកគេថាជាគ្រីស្ទបរិស័ទពួកគេមិនយល់ពីព្រះគម្ពីរសញ្ញាថ្មីហើយក៏មិនដឹងថាព្រះរាជាណាចក្ររបស់ព្រះគឺជាអ្វីដែលពួកគេទទួលបានទ្រព្យសម្បត្តិដោយផ្ដល់ឲ្យអ្នកនៅព័ត៌មានមិនពិតគ្រូកង្វល់និងអ្នកដឹកនាំគ្រីស្ទសាសនិកនឹងមិនធ្វើបាបក្មេងប្រុសនិងក្មេងស្រីខាងផ្លូវភេទរាប់រយឆ្នាំហើយបន្តធ្វើដូចសពថ្ងៃនេះគ្រូកង្វល់នឹងអ្នកដឹកនាំគ្រីស្ទាននឹងមិនទទួលបានទ្រព្យសម្បត្តិពីក្រុមជំនុំរបស់ពួកគេទេពួកគេមិនអាចលក់សៀវភៅបានទេដោយសារមនុស្សគ្រប់រូបនឹងត្រូវបានបង្រៀនដោយព្រះវិញ្ញាណបរិសុទ្ធហើយដឹងការពិតដោយសារពួកគេជាគ្រីស្ទបរិស័ទគ្រូកង្វល់និងអ្នកដឹកនាំនឹងមិនបានប្រព្រឹត្តការប្រមាថព្រះវិញ្ញាណបរិសុទ្ធនៅចំពោះមុខក្រុមជំនុំនិងអ្នកដើរតាមទូរទស្សន៍របស់ពួកគេអស់ជាច្រើនឆ្នាំលូកា 6:39 ហើយទ្រង់មានបន្ទូលជាប្រស្នាមួយដល់ពួកគេថាមនុស្សខ្វាក់អាចដឹកនាំមនុស្សខ្វាក់បានឬហេតុអ្វីបានជាគ្រូកង្វល់និងអ្នកដឹកនាំធ្វើពិធីបុណ្យជ្រមុជទឹកប្រសិនបើពួកគេជាគ្រីស្ទបរិស័ទហេតុអ្វីបានជាមនុស្សប្រុសស្រីស្រឡាញ់ភេទដូចគ្នាក្នុងក្រុមជំនុំហៅខ្លួនឯងថាជាគ្រីស្ទសាសនិកហេតុអ្វីបានជាមានគ្រូកង្វល់ស្ត្រីនិងថ្នាក់ដឹកនាំគ្រប់គ្រងបុរសក្នុងព្រះវិហារបើគ្រប់គ្នាជាគ្រីស្ទបរិស័ទស្ត្រីមិនមែនមានន័យថាមានសិទ្ធិអំណាចលើបុរសក្នុងរូបកាយរបស់ព្រះគ្រីស្ទនោះទេបុរសព្យាយាមក្លាយជាគ្រីស្ទបរិស័ទខាងរូបកាយប៉ុន្តែវាមិនអាចកើតឡើងបានទេដូចមានចែងនៅក្នុងរ៉ូម 8:8 ដូច្នេះអស់អ្នកដែលមានសាច់ឈាមមិនអាចគប់ព្រះハរតីព្រះបានឡើយអ្នកអាចក្លាយជាគ្រីស្ទានខាងវិញ្ញាណតែប៉ុណ្ណោះអ្នកត្រូវការព្រះវិញ្ញាណនៃព្រះគ្រីស្ទព្រះវិញ្ញាណនៃព្រះនិងព្រះវិញ្ញាណនៃសេចក្តីពិតដើម្បីក្លាយជាគ្រីស្ទបរិស័ទម៉ាថាយ 25:3-15-20 ផ្ដល់ឲ្យអ្នកនៅនិយមន័យនៃគ្រីស្ទបរិស័ទម៉ាថាយ 28:19-20 ចែងថា
ដូច្នេះចូលទៅបញ្ចុះបញ្ចូលឲ្យមានសិស្សពីគ្រប់ទាំងសាសដោយធ្វើបុណ្យជ្រមុជទឹកក្នុងព្រះនាមនៃព្រះវរបតានិងនៃព្រះរាជបុត្រានិងនៃព្រះវិញ្ញាណបរិសុទ្ធអំបង្រៀនពួកគេឲ្យកាន់តាមគ្រប់ទាំងសេចក្តីដែលយើងបានបង្គាប់ដល់អ្នកហើយមើលចុះខ្ញុំនៅជាមួយអ្នកជានិច្ចរហូតដល់ទីបញ្ចប់នៃអាយុអាមែនព្រះបានបញ្ជាក់យ៉ាងច្បាស់ថាអ្នកដែលមានព្រះវិញ្ញាណនៃព្រះនិងវិញ្ញាណនៃសេចក្តីពិតគឺជាគ្រីស្ទសាសនិកពិតយ៉ូហាន 4:23-24 ចែងថាប៉ុន្តែពេលវេលានឹងមកដល់ហើយឥឡូវនេះគឺជាពេលដែលអ្នកថ្វាយបង្គំពិតនឹងថ្វាយបង្គំព្រះបតាដោយវិញ្ញាណនិងសេចក្តីពិតត្បិតព្រះបតាកំពុងស្វែងរកមនុស្សបែបនេះដើម្បីថ្វាយបង្គំទ្រង់24ព្រះទ្រង់ជាវិញ្ញាណហើយអស់អ្នកដែលថ្វាយបង្គំទ្រង់ត្រូវតែថ្វាយបង្គំដោយវិញ្ញាណនិងសេចក្តីពិត1 Corinthians 2:14ប៉ុន្តែមនុស្សធម្មជាតិមិនបានទទួលរបស់នៃព្រះវិញ្ញាណនៃព្រះទេព្រោះពួកគេល្ងងសម្រាប់គាត់ព្រះគម្ពីររៀងរាល់ថ្ងៃសម្រាប់ការបំផុសគំនិតអ្នកអធិស្ឋានឥតឈប់ឈរប៉ុន្តែអ្នកមិនយល់ពីផ្នែកវិញ្ញាណនៃខ្លួនអ្នកឬយល់ពីព្រះគម្ពីរសញ្ញាថ្មីអ្នកមានអាយុវែងហើយទីបំផុតក៏ស្លាប់មនុស្សនិយាយថាអ្នកជាគ្រីស្ទានល្អជាដំបូងអ្នកមិនអាចក្លាយជាគ្រីស្ទបរិស័ទដែលមានរូបរាងកាយរបស់អ្នកបានទេទី2អ្នកត្រូវតែជាពួកបរិសុទ្ធដើម្បីដើរជាមួយនឹងព្រះម្ចាស់យេស៊ូវគ្រីស្ទព្រះយេស៊ូវយាងមកសម្រាប់តែពួកបរិសុទ្ធប៉ុណ្ណោះរូបកាយរបស់អ្នកមិនអាចទទួលព្រះវិញ្ញាណនៃព្រះគ្រីស្ទព្រះវិញ្ញាណនៃព្រះនិងព្រះវិញ្ញាណនៃសេចក្តីពិតដែលត្រូវការដើម្បីក្លាយជាគ្រីស្ទសាសនិកពិតហើយបន្ទាប់មកជាពួកបរិសុទ្ធយ៉ូហាន 3:6 អ្វីដែលកើតពីសាច់ឈាមគឺជាសាច់ហើយអ្វីដែលកើតពីព្រះវិញ្ញាណនោះជាវិញ្ញាណអ្នកមិនអាចលីសាច់និងវិញ្ញាណបានទេម្យ៉ាងវិញទៀតអ្នកមិនអាចលីរូបរាងកាយរបស់អ្នកជាមួយរូបកាយវិញ្ញាណរបស់អ្នកបានទេអ្នកអាចគ្រាន់តែជាគ្រីស្ទសាសនាខាងវិញ្ញាណប៉ុណ្ណោះ